ជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់មកកាន់វីដេអូបន្តរបស់យើងតាក់ទងជាមួយនឹង implements use in the house school and hospital អញ្ចឹងតាក់ទងជាមួយនឹងឧបករណ៍សម្រាប់ប្រើប្រាស់នៅតាមផ្ទះសាលារៀននិងមន្ទីរពេទ្យដែលយើងបន្ត10ពាក្យបន្ថែមទៀតបន្ទាប់ពីវីដេអូមុនតោះអញ្ចឹងយើងកុំឲ្យខាតពេលយើងចូលទៅមើលពាក្យរបស់យើងទាំងអស់គ្នាបាទពាក្យទី1នៅទីនេះពាក្យទី1របស់យើងគឺពាក្យ band ជាទូទៅបើយើងឃើញនៅក្នុងសភៅយើងប្រែថាក្រុមភ្លេងប៉ុន្តែយើងក៏លេខមកសម្ភារៈនៅតាមផ្ទះរបស់យើងតាមផ្ទះតាមសាលារៀនទីពេទ្យរបស់យើងពាក្យថា band យើងអាចប្រែថាជាខ្សែកៅស៊ូឬក៏ខ្សែយឺត band ពាក្យបន្ទាប់ bandage ប្រែថាបង់រំរបួស bandage ពាក្យទី3 barbed wire អញ្ចឹងយើងរៀនភ្ជាប់ពី sound D នេះទៅ barbed wire យើងប្រែថាបន្លាលួសពាក្យបន្ទាប់ beeswax ថាពាក្យជានាមប្រែថាក្រមួនឃ្មុំ beeswax ពាក្យបន្ទាប់ basket ថាពាក្យជានាមយើងអាចប្រែថាល្អីកញ្ជើកន្ត្រកកញ្ច្រែងអញ្ចឹងបូកបញ្ចូលគ្នាមកយើងមកពាក្យប៉ុន្តែយើងមាន 3-4 អត្ថន័យ basket ពាក្យបន្ទាប់គឺពាក្យ bathtub ជានាមប្រែថាអាងងូទឹកអាងងូទឹករបស់យើងហ្នឹងពាក្យបន្ទាប់គឺ battery ជានាមប្រែថាអាគុយឬក៏ថ្មពិលបាទពាក្យបន្ទាប់គឺពាក្យ dry battery ជានាមប្រែថាអាគុយស្ងួតពាក្យ dry នេះប្រែថាស្ងួតពាក្យ battery របស់យើងខាងលើប្រែថាអាគុយអញ្ចឹងបញ្ចូលគ្នាទៅជាអាគុយស្ងួត dry battery ពាក្យបន្ទាប់គឺពាក្យនេះយើងឃើញទូទៅហើយ bat នាមប្រែថាក្រែចុះពាក្យបន្ទាប់ទៀតគឺ bed cover បញ្ចូលគ្នាទៅយើងប្រែថាកម្រាលពូកបាទអញ្ចឹងវីដេអូបន្តតាក់ទងជាមួយនឹងសម្ភារៈនៅតាមផ្ទះសាលារៀននិងមន្ទីរពេទ្យរបស់យើងថ្ងៃនេះគឺមានតែចំនួន10ពាក្យហ្នឹងទេអញ្ចឹងសូមបងប្អូនកុំភ្លេចតាមដាននៅវីដេអូក្រោយយើងនឹងមានពាក្យថ្មីបន្ថែមទៀតតាក់ទងជាមួយនឹងបាទមុខមេរៀនខាងលើបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ